បាទជំរាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងចែកចម្លែកជាមួយអ្នកទាំងអស់គ្នាអំពី website មួយដែលយើងអាចតាមដានស្ថានភាពពិភពលោកនៅលើអេក្រង់តែមួយបាទគឺតាក់ទងជាមួយនឹងឧទាហរណ៍ដូចជាការវាយប្រហារនៃអេរ៉ង់ហើយនឹងតាក់ទងនឹងបញ្ហាចំនួនក្នុងតំបន់ឬក៏បញ្ហាផ្សេងៗទៀតបាទយើងអាចមើលទៅតាមកន្លែង layer នេះបាទចុះយើងអាចគ្រាន់តែ tick ទៅយើងអាចដឹងបានច្រើនប្រភេទបាទតើតឹងទៅនឹងការតវ៉ាតើតឹងទៅនឹងជើងហោះហើរតើតឹងទៅនឹងផ្លូវពាណិជ្ជកម្មបាទចុះយើងអាចមើលឃើញបានច្រើនបាទហើយគឺវាតើតឹងទៅនឹងបញ្ហាឬក៏ព័ត៌មានតនការភ្លាមហើយយើងអាចមើលប្រភេទ live បន្តផ្ទាល់បាទនេះយើងពើព័ត៌មាន live បន្តផ្ទាល់ទៅតាមប្រភេទព័ត៌មានបាទមាន Bloomberg, Sky News, Euronews ឬក៏ DW, CNBC, CNN ជាដើមចឹងយើងគាត់ tick ទៅវាចេញមកឲ្យយើងបាទខ្លះវាត្រូវឲ្យយើងបើកនៅលើ YouTube បាទខ្លះយើងអាចមើលតាមនឹងក៏បានដែរបាទគឺជាព័ត៌មានបាទថ្មីពី website ព័ត៌មានពីទូទៅធំបាទហើយយើងក៏អាចមើលតើតឹងទៅនឹងបាទផ្សេងទៀតយើងអាច scroll មកក្រោមនេះតើតឹងទៅនឹងបាទតើតឹងទៅនឹង brief នៅព័ត៌មានចុងក្រោយបាទតើតឹងទៅនឹងការវាប្រហារនៅអ៊ីរ៉ង់បាទយើងអាច scroll មកក្រោមទៀតមានច្រើនបាទតើតើនឹងបច្ចិមបូព៌ាតើតើនឹងអឺរ៉ុបតើតើនឹង United States នេះ Trump say he must have a role in choosing Iran's next leader as vice president បាទយើងអាចមើលទៅព័ត៌មានច្រើនគឺវានឹងរាយមកលើតារាងតែមួយបាទយើងមិនបាច់ចូលមើលតាម website មើលក៏បានដែរបាទយើងអាចមើលក្នុងតារាងហ្នឹងទៅវាចេញព័ត៌មានចុងក្រោយយើងឃើញបាទហើយក៏យើងអាចមើលពីតម្លៃភាគហ៊ុនឬក៏តើតឹងទៅនឹងបាទបញ្ហាសេដ្ឋកិច្ចបាទ crypto technology បាទគេអាចមើលបានច្រើនបាទអាច add monitor lênទៀតក៏បាននេះ add បាត់ចេញ keyword ថាconflict បាទចេញតឹង conflict នេះអូមានយើងអាចវាយចូលបានហើយយើងមើល scroll មកអស់មកបាទតឹងទៅនឹង world clock នេះបងនាឡិកាហើយ airlines បាទ Telegram Intel បាទមានច្រើនចឹងជាព័ត៌មានដែលយើងអាចមើលបានក្នុងផ្ទាំងតែមួយបាទហើយយើងនេះកន្លែងនេះយើងអាចចុចកន្លែងនេះគឺសិតតំបន់ចំនួនបាទនេះឧក្រិនបែអេរ៉ង់បាទហើយនឹងdisplacement flow បាទអញ្ចឹងគឺយើងអាចចូលមកកាន់ហើយអាច scroll បានតាមប្រភេទ Twip បាទយើងអាច Twip Asia Twip Africa Oceania អីចឹងទៅបាទអញ្ចឹងយើងគ្រាន់តែចូលមកកាន់ worldmonitor.app នេះវានឹងចេញជាតារាងគេថា dashboard ព័ត៌មានដែលយើងបានឃើញបាទឃើញទៅព័ត៌មានថ្មីឬក៏តើតឹងទៅនឹងបាទតម្លៃប្រេងឬក៏ភាគហ៊ុននៃជាដើមបាទអញ្ចឹងយើងអាចមើលនៅតាម monitor app នេះបានវាគាត់ជំនួយបានច្រើនសម្រាប់យើងតាមដានព័ត៌មានបាទសូមអរគុណហើយអាច comment បានបើសិនជាមានសំណួរបាទអរគុណ